លោកបណ្ឌិតឡានម៉ុងហៃចោទសួរថាតើទាល់តែចុះចូលជាមួយអ្នកមានអំណាចទើបគេហៅថាផ្សះផ្សាជាតិសាមគ្គីភាពជាតិនិងឯកភាពជាតិតាមពិតសំណួររបស់លោកបណ្ឌិតឡានម៉ុងហៃនេះមួយថ្ងៃជិត2ថ្ងៃហើយតែខ្ញុំមិនបានស្រង់ប្រសាសន៍របស់លោកយកមកផ្សាយដោយសារតែរវល់ពេកហើយនឹកឃើញថាលោកបណ្ឌិតឡានម៉ុងហៃលោកឆ្ងល់តាមពិតមិនមែនជាឆ្ងល់អីប្រហែលទេលោកបណ្ឌិតមានបញ្ញាញាណដ៏វាងវៃឆ្លាតវៃណាស់ព្រោះអីវ័យដល់ប៉ុណ្ណេះហើយជាចាស់ព្រឹទ្ធាចារ្យជាកវីបណ្ឌិតបញ្ញវន្តពិតដែលតែងតែទូមានអប់រំដាស់តឿនហើយផ្ដល់ទស្សនៈកែលម្អជានិយាយទៅជាធម្មទានជាកុសលជាបញ្ញវន្តយើងត្រូវការបញ្ញវន្តឲ្យបានច្រើនដូចលោកបណ្ឌិតឡាមបង្ហៃឬក៏លោកបណ្ឌិតមាសនេះអីចេះក៏ប៉ុន្តែអ្វីដែលលោកបណ្ឌិតឡាមបង្ហៃសរសេរលើបណ្ដាញសង្គម Facebook របស់លោកហ្នឹងគឺលោកគ្រាន់តែសួរថាអឺលោកដាក់ថាប្រហែលលោកប្រើពាក្យថាប្រហែលផ្សះផ្សាជាតិសាមគ្គីជាតិឯកភាពជាតិមានន័យថាចោះចូលជាមួយនឹងអ្នកមានអំណាចហើយមើលទៅតាមពិតភាសារបស់លោកបណ្ឌិតឡានម៉ុងហៃហាក់បីដូចជាប្រស្នាច្រើនដែរបងប្អូនខ្លះយល់ផ្សេងបងប្អូនខ្លះដែលនិយមកាន់ជើងឬក៏ថាលំអៀងទៅខាងកញ្ញាកម្មនោវិជ្ជាឬក៏លោកកឹមសុខានៅពេលដែលឃើញកញ្ញាកម្មនោវិជ្ជាចុះចូលទៅជាមួយនឹងគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាទៅធ្វើការឲ្យលោកហ៊ុនម៉ាណែតគេនាំគ្នាចោទប្រកាន់គាត់ថាអឺដូចថាបដូរចិត្តអីចឹងទៅធ្វើការជាមួយក្រុមជនប្រជាការហើយថាដើម្បីផ្សះផ្សាឲ្យស្របទៅនឹងអ្វីដែលលោកហ៊ុនម៉ាណែតក៏និយាយថាទ្វារផ្សះផ្សាគេបើកហើយគឺទាល់តែចូលមកអញ្ចឹងបានគេហៅថាផ្សះផ្សាដល់អញ្ចឹងទៅបានជាមានការយល់ឃើញខុសគ្នាពីរវាងទស្សនៈរបស់លោកបណ្ឌិតឡាមបង្ហាញចំពោះខ្ញុំវិញខ្ញុំគ្រាន់តែឃើញសាររបស់លោកបណ្ឌិតឡាមបង្ហាញខ្ញុំយល់ភ្លាមថាសារនេះហាក់បីដូចជាដាក់បន្ទុកទៅលើអ្នកដែលឲ្យនិយមន័យថាការផ្សះផ្សាជាតិណាគឺទាល់តែទៅធ្វើការឲ្យគណៈបកកណ្ដាលអំណាចបានយើងហៅថាផ្សះផ្សាក្នុងន័យនេះវាហាក់បីដូចជាលោកបណ្ឌិតចង់ប្រាប់បងប្អូនថាពាក្យថាផ្សះផ្សាឯកភាពបង្រួបបង្រួមជាតិណាមិនមែនបានន័យថាយើងចោះចូលទៅខាងមួយខាងទៀតឲ្យអស់ទេក្នុងន័យនេះខ្ញុំយល់អញ្ចឹងបងប្អូនអាចយល់ផ្សេងថាអូឲ្យតែចូលទៅធ្វើការជាមួយលោកហ៊ុនម៉ាណែតឬក៏រដ្ឋាភិបាលកម្ពុជាក្រែងដើម្បីអឺផ្សះផ្សាជាតិហើយប៉ុណ្ណឹងមិនបានថាគេលក់ក្បាលលឺលលោកអីចឹងអញ្ចឹងការបកស្រាយនេះមាន2ប៉ូលខុសគ្នាអ្នកបកស្រាយដែលគ្រប់គ្រងខាងតកូលកម្មដែលទៅខាងលោកហ៊ុនម៉ាណែតបកស្រាយយកចំណេញមួយយ៉ាងពីសាររបស់លោកដិតឡាមបង្ហាញដោយសម្ដៅថាមានគេខុសអីគ្រាន់តែចោះចូលទៅឬក៏ទៅធ្វើការជាមួយរដ្ឋាភិបាលមិនមែនបានន័យថាគេលក់ក្បាលឬក៏លលោកអីណាគេទៅដើម្បីផ្សះផ្សាបង្រួបបង្រួមជាតិតើក្នុងន័យហ្នឹងវាខុសអីចូលទៅជាមួយគណៈបកកណ្ដាលអំណាចហ្នឹងវាមានខុសអីព្រោះជួយជាតិតែមួយអាហ្នឹងអ្នកបកស្រាយយកទៅមកជំហៀងតែចំពោះខ្ញុំប្រសាសន៍របស់លោកបណ្ឌិតឡាមបង្ហាញដូចជាអត់មានមន្ទិលអីទាំងអស់លោកចង់មានប្រសាសន៍ថាការផ្សះផ្សាជាតិឯកភាពជាតិបង្រួបបង្រួមជាតិមិនមែនកើតមានឡើងទាល់តែមនុស្សចោះចូលជាមួយនឹងគណៈបកកណ្ដាលអំណាចទេខ្លីខ្លឹមប៉ុណ្ណឹងស្រួលយល់ហើយមិនបាច់វែងឆ្ងាយទៀតទេខ្ញុំជឿថាលោកបណ្ឌិតឡាមបង្ហាញមិនមែនជាការដាក់ប្រស្នាអីណាទេហើយន័យរបស់សារលោកបណ្ឌិតឡាមបង្ហាញបើទោះមិនចង់តបតទៅអ្នកណាគឺលោកសរសេរចោលបែបនេះក៏មានន័យគ្រប់គ្រាន់មកឲ្យយើងត្រិះរិះពិចារណាឲ្យមេដឹកនាំទាំងអស់ប្រកាន់គោលចំហថាដើម្បីផ្សះផ្សាជាតិនេះបានណាដើម្បីបង្រួបបង្រួមជាតិនេះបានណាដើម្បីឲ្យជាតិនេះមានសាមគ្គីឯកភាពជាតិបានណាគឺមិនមែនចាំទាល់តែអ្នកទាំងអស់នៅក្នុងគណៈបកប្រឆាំងចុះចូលទៅធ្វើការឲ្យរដ្ឋាភិបាលហើយឈប់និយាយតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទេនេះមិនមែនជាការផ្សះផ្សាជាតិទេន័យគឺសាមញ្ញប៉ុណ្ណឹងហើយខ្ញុំយល់ស្របថាមានន័យគ្រប់គ្រាន់ព្រោះការផ្សះផ្សាជាតិខ្ញុំបានពន្យល់តាំងពីយប់មិញមកម្លេះថាយើងត្រូវគិតអំពីផលប្រយោជន៍ខុសៗគ្នានៃអ្នកដែលមាននិន្នាការនយោបាយខុសគ្នាការបង្រួបបង្រួមការផ្សះផ្សាវប្បធម៌សន្តានាមិនមែនចូលទៅធ្វើការឲ្យគ្នាហើយឈប់តវ៉ាឈប់ស្ដីឈប់បន្ទោសឈប់រិះគន់ក្នុងន័យស្ថាបនាទេមិនមែនអញ្ចឹងទេបានន័យថាការផ្សះផ្សាជាតិគឺការគោរពច្បាប់គោរពរដ្ឋធម្មនុញ្ញហើយឲ្យគូដែលមានសម្លេងមិនស្របខ្លួនហ្នឹងមានឱកាសអាចប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដើម្បីតំណាងឲ្យផលប្រយោជន៍ក្រុមគេហើយយើងជាអ្នកដឹកនាំប្រទេសហ្នឹងត្រូវអនុវត្តច្បាប់រដ្ឋធម្មនុញ្ញឲ្យមានតម្លាភាពឲ្យមានភាពស្មើគ្នាកុំក្រុមខ្លួនធ្វើអីក៏មិនចេះខុសក្រុមគេងើបមួយវាយមួយនេះមិនមែនជាការផ្សះផ្សាជាតិទេហើយតើតែគេសំទោសតើតែគេចោះចូលតើតែគេឈប់និយាយអីរិះគន់ពីខ្លួនទើបបានហៅថាផ្សះផ្សាជាតិព្រោះបើសិនជាមិនឈប់រិះគន់ទេមិនអាចនិយាយគ្នាបានឬក៏មិនអាចផ្សះផ្សាបាននេះមិនត្រឹមត្រូវទេអ្នកនយោបាយនៅអាមេរិកនេះណាមានគណៈបកប្រឆាំងនិងគណៈបកកណ្ដាលអំណាចអ្នកនយោបាយទាំងពីរអ្នកនេះមិនដែលត្រូវគ្នាទេក្នុងន័យនយោបាយប៉ុន្តែគេអត់ដែលឆ្លោះគ្នាក្នុងន័យជាតិទេគេអត់ដែលឆ្លោះគ្នាក្នុងន័យជាជាតិសាសន៍ទេគឺគេឆ្លោះគ្នាក្នុងគំនិតដើម្បីឲ្យកុំឲ្យរដ្ឋាភិបាលជិះសេះលែងដៃមិនមែនបានន័យថាអូអញ្ចឹងដើម្បីឲ្យរដ្ឋាភិបាលអាចរួមរស់សុខដុមរមនាជាមួយនឹងមនុស្សទាំងអស់នៅក្នុងសហរដ្ឋអាមេរិកទាំង350លានត្រូវតែគណៈបកប្រឆាំងធ្វើអ្វីតាមគណៈបកកណ្ដាលអំណាចលោកត្រាំទាំងអស់ហ្នឹងឬយ៉ាងម៉េចវាមិនមែនអញ្ចឹងទេគឺអ្នកធ្វើអីធ្វើទៅបន្តធ្វើកិច្ចការងារហ្នឹងទៅគណៈបកប្រឆាំងគឺគេនៅតែមានជំហររបស់គេហើយគេមានប្រជាពលរដ្ឋគេគ្រប់គ្រងពាក់កណ្ដាលប្រទេសដែរដូច្នេះដើម្បីកុំឲ្យជិះសេះលែងដៃដូច្នេះក្នុងន័យហ្នឹងគឺបង្រួបបង្រួមជាតិគឺក្នុងន័យថាយើងមិនយកច្បាប់ជាតិយកទៅបង្ក្រាបយកទៅធ្វើបាបធ្វើទុកបុកម្នេញរំលាយបកនេះរំលាយបកនោះងើបមួយវាយមួយចាត់ម្នេះដាក់គុកហើយដល់ពេលគេទាល់ច្រកចោះចូលជាមួយខ្លួនឯងហើយបើកទ្វារទទួលប្រាប់ថាអានេះគឺជាការស្វាគមន៍ដើម្បីប្រយោជន៍ជាតិដើម្បីប្រយោជន៍អីទេមិនមែនអញ្ចឹងទេ
ការដែលបើកទ្វារស្វាគមន៍ហើយយកលេសថានោះគឺជាការផ្សះផ្សាជាតិគឺជាការផ្ដល់ថ្នាំទៅឲ្យមនុស្សដែលអត់ឈឺឬក៏ព្យាបាលជំងឺអត់ត្រូវរោគសញ្ញាឬក៏អត់ចំលាស់ដូច្នេះគឺយើងមិនត្រឹមត្រូវទេប៉ុន្តែជានយោបាយប្រជាពិធដើម្បីលួងស្អំប្រជាពលរដ្ឋថាគេផ្សះផ្សាឲ្យយើងឈប់ជជែកនិយាយអំពីរិះគន់លោកហ៊ុនម៉ាណែតលោកខ្ញុំចាំប្រសាសន៍គាត់មិនសមមិញគាត់និយាយមុខអាចារ្យនីហ្នឹងណាគាត់និយាយថាម៉េចទេគាត់ថាអ្នកដែលធ្វើការជាមួយរដ្ឋាភិបាលបានណារដ្ឋាភិបាលកម្ពុជាបានមិនមែនទាល់តែណែឯងស្របគ្រប់រឿងទេគាត់សំដៅទៅលើគណៈបកនយោបាយដែលជាសម្ព័ន្ធជាមួយនឹងគណៈបកប្រជាជនកម្ពុជា35គណៈបកខ្ញុំអត់ដឹងថាមាន35គណៈបកសោះព្រោះសម្ព័ន្ធនេះដំបូងឡើយគឺមានតែ29ទេដែលជាឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់អីណាយកលុយប្រាក់ខែរាជយកទៅបំផ្លាញចោលនោះហើយនាំគ្នាទៅតែទប់ជើងក្រែរបស់រដ្ឋាភិបាលតើគណៈបកដែលចូលក្នុងរដ្ឋាភិបាលនេះគាត់បានធ្វើអីដើម្បីជួយជាតិលោកហ៊ុនម៉ាណែតគាត់ថាអត់ទេសាររបស់គេយកមកលើកដូចថាសំណើគេមកគេខ្ទាស់រដ្ឋាភិបាលច្រើនរឿងដែរហើយក៏នៅតែស្ដាប់ខ្ញុំចង់បានតម្លាភាពដែរតើរបាយការណ៍របស់អឺក្រមពិគ្រោះយោបល់ឧត្តមក្រុមប្រឹក្សាឬឧត្តមក្រុមពិគ្រោះយោបល់របស់គណៈបកដែលនៅក្នុងសម្ព័ន្ធគណៈបកកម្ពុជានេះតើគាត់បានស្នើអ្វីខ្លះមើលសរសេររបាយការណ៍មើលតាំងពីរំលាយគណៈបកសង្គ្រោះជាតិមក9ឆ្នាំតើគណៈបកទាំង29ឬឡើងដល់35ដែលលោកហ៊ុនម៉ាណែតនិយាយថាបានស្នើឲ្យរដ្ឋាភិបាលកែច្រើនណាស់រដ្ឋាភិបាលធ្វើតាមតើកែអីគេខ្លះសំណើប្រមាណមួយឆ្នាំមានឧទាហរណ៍100សំណើចុះឲ្យរដ្ឋាភិបាលកែហើយរដ្ឋាភិបាលធ្វើតាមបានប្រមាណតើរបាយការណ៍ហ្នឹងនៅយ៉ាងណាប្រជាប្រដ្ឋអត់ដឹងទេដឹងនៅពេលតែលោកហ៊ុនម៉ាណែតហ្នឹងគ្រាន់តែមកនិយាយជួនកាលមេបកខ្លះហ្នឹងលើកពេលប្រជុំហ្នឹងថតវីដេអូ selfie ខ្លួនឯងហ្នឹងមកនិយាយពីការជំទាស់ការអីលើកឡើងស្នើទៅរដ្ឋាភិបាលប៉ុន្តែអត់បានប្រយោជន៍អីតើអស់លោកគណៈបកទាំងអស់ហ្នឹងមានគណៈបកប្រមាណដែលស្នើឲ្យរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញនេះតើអស់លោកគណៈបកទាំង29ហ្នឹងមានគណៈបកប្រមាណដែលមានឈឺចាប់ទេនៅពេលដែលគេរំលាយគណៈបកសង្គ្រោះជាតិដែលជាគណៈបកនយោបាយដូចគ្នាមានសរសេរសារហ្នឹងទៅប្រាប់រដ្ឋាភិបាលទេថាអ្នកត្រូវកែសិទ្ធិមនុស្សឡើងវិញឲ្យគណៈបកសង្គ្រោះជាតិរស់មានឡើងវិញព្រោះគេជាគណៈបកនយោបាយហើយយើងជាគណៈបកនយោបាយនៅពេលដែលគណៈបកនយោបាយមានទុកហើយយើងជាគណៈបកនយោបាយការពារគ្នានៅពេលដែលអង្គការសង្គមស៊ីវិលមានទុកយើងជាអង្គការសង្គមស៊ីវិលយើងជួយការពារគ្នានៅពេលដែលសហជីពមានទុកយើងជាសហជីពការពារសិទ្ធិកម្មករយើងការពារគ្នានៅពេលដែលប្រព័ន្ធសារព័ត៌មានទុកសារព័ត៌មានគ្រប់បណ្ដាញគឺត្រូវតែមានសមានចិត្តនឹងអ្នកសារព័ត៌មានមិនមែនទៅធ្វើផ្ដេសផ្ដាស់ដោយសារព័ត៌មាន ABC ពេលដែលសារព័ត៌មានកម្ពុជាអាស៊ីសេរីមានទុកគាត់ឡើងមកយកអាសារព័ត៌មានខ្លួនឯងទៅវាយប្រហារសារព័ត៌មានដើរតួទៅជាអាញាកណ្ដាលឬដើរតួទៅជាដើមបណ្ដឹងឯណានោះទៅវិញដើម្បីចោតប្រកាន់សារព័ត៌មានដែលជាវិស័យសារព័ត៌មានដូចគ្នានេះគឺខុសក្រមសីលធម៌ហើយយើងត្រូវចាំណានៅពេលដែលយើងការពារក្តីឲ្យកូនក្តីមេធាវីភារកិច្ចរបស់គាត់មានតែមួយគត់របស់មេធាវីបងប្អូនដឹងធ្វើអីទេការពារសិទ្ធិរបស់ជនជាប់ចោតហើយការពារសិទ្ធិហ្នឹងគឺបានន័យថាធ្វើយ៉ាងម៉េចឲ្យឈ្នះក្តីឲ្យខាងតែបានហើយបើមិនឈ្នះក្តីក៏តស៊ូឲ្យបន្ធូរបន្ថយទោសឬបើមិនបន្ធូរបន្ថយទោសបានក៏នីតិវិធីដែលធ្វើហ្នឹងមានភាពយុត្តិធម៌សម្រាប់កូនក្តីដែរគឺប្រយោជន៍កូនក្តីមេធាវីអត់អាចទៅការពារកូនក្តីហើយស្រាប់តែចុងក្រោយថាសូមឲ្យតុលាការផ្ដន្ទាទោសកូនក្តីខ្ញុំទៅតាមអំណាចសាលក្រមនិងច្បាប់ចោះព្រោះកូនក្តីខ្ញុំប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរណាស់វាអត់មានអ្នកណាធ្វើអញ្ចឹងទេព្រោះនេះគឺជាការប្រឆាចក្រមសីលធម៌នៃមេធាវីព្រោះមេធាវីការពារកូនក្តីជួសទោះកូនក្តីសម្លាប់មនុស្សស៊ីសាច់ហត់ឈាមស៊ីថ្លើមមនុស្សអីក៏ដោយព្រោះអីការពារក្នុងន័យច្បាប់គឺមេធាវីការពារកូនក្តីអត់អាចដូរចំហនឹងបានទេដូចគ្នាគណៈបកនយោបាយការពារគណៈបកនយោបាយចោះចូលជាមួយរដ្ឋាភិបាលចោះប៉ុន្តែអ្នកត្រូវការពារសច្ចធម៌នៃនយោបាយចុះបើថ្ងៃក្រោយរឿងហ្នឹងគេកើតឡើងចំពោះគណៈបករបស់ខ្លួនហើយស្រាប់គណៈបកដទៃគេចោមរួមគ្នាមកថ្កោលទោសយើងដែរឬក៏នាំគ្នាអាចេញធ្លាក់ទឹកហើយតើយើងជឿចាប់ទេតើអស់លោកប្រមាណមើលគណៈបកនយោបាយទាំង29ដែលចូលជាមួយនឹងលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែននេះឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់មានគណៈបកប៉ុន្មានដែលចេញសារថ្កោលទោសរដ្ឋាភិបាលពីរឿងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យដែលសហគមន៍អន្តរជាតិថ្កោលទោសជុំគ្នាអត់ផ្ទុយទៅវិញមានគណៈបកមួយក្នុងចំណោម29ហ្នឹងគឺគណៈបកយុវជនកម្ពុជាដឹកនាំដោយលោកពេជ្រស្រស់គឺជាអ្នកនាំអាតដើម្បីឲ្យប្តឹងរំលាយគណៈបកសង្គ្រោះជាតិនឹងចោលទៅទៀតគណៈបកដូចគ្នាប្តឹងគណៈបកមួយទៀតរំលាយចោលមានន័យថាយ៉ាងម៉េចមានន័យថាយើងចូលដៃជាមួយនឹងគណៈបកកណ្ដាលអំណាចព្រោះគណៈបកលោកពេជ្រស្រស់ដែលជាគណៈបកយុវជនកម្ពុជានេះមួយលានឆ្នាំទៀតក៏មិនអាចនឹងឈ្នះឆ្នោតដែរយើងដឹងថាមិនអាចកាន់ប្រទេសបានមិនមែនជាដៃគូប្រកួតជាមួយគណៈបកសង្គ្រោះជាតិទៅទៀតតែដល់ពេលរំលាយសុំរំលាយចោលនេះគឺដើម្បីបានអីដើម្បីបានជាការខ្ចីដៃរបស់គណៈបកប្រជាជនកម្ពុជាថាគណៈបកប្រជាជនកម្ពុជាបានរំលាយគណៈបកសង្គ្រោះជាតិទេមានគណៈបកមួយគេប្តឹងចឹងក្រសួងមហាផ្ទៃគេចាត់ការហើយដល់ឥឡូវគណៈបកសង្គ្រោះជាតិរលាយទៅមិនទៅអស់លោកបានអ្នកបានផលពីការរំលាយគណៈបកសង្គ្រោះជាតិហើយមែនទេបានខ្ញុំជឿថាអស់លោកបានលៀបសការៈផ្ទាល់ខ្លួនគ្រប់គណៈបកនយោបាយទាំងអស់ដោយពីលោកពេជ្រស្រស់ជាអ្នកប្តឹងរំលាយគណៈបកសង្គ្រោះជាតិចោលមកហើយតុលាការគេចាត់ការរំលាយតាមហ្នឹងទៅតាមពិតមិនមែនតែលោកពេជ្រស្រស់អ្នកផ្ដើមរំលាយទៅគណៈបក29គណៈបកមួយណាបើអត់លោកពេជ្រស្រស់ក៏គេប្តឹងដូចតែគ្នាប៉ុន្តែយើងជាគណៈបកនយោបាយទៅប្តឹងរំលាយគណៈបកនយោបាយនេះតើយើងមានសិលធម៌អីទៅខ្ញុំពងតែឆ្ងល់វាដូចថាវាខុសសិលធម៌ក្នុងនាមជាគណៈបកនយោបាយហើយដល់ពេលចូលទៅធ្វើការឲ្យរដ្ឋាភិបាលយកតែប្រាក់ខែនឹងអស់លោកចំណេញបានតែប្រយោជន៍សួនតួបុគ្គលនិងបកពួកខ្លួនហ្នឹងប្រជាពលរដ្ឋរិញរៃរដ្ឋត្រូវរងការរំលោភរដ្ឋធម្មនុញ្ញសហគមន៍អន្តរជាតិគេថ្កោលទោសដោយសារអស់លោកតាគេថ្កោលទោសយើងគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចយើងគេដាក់ទណ្ឌកម្ម EBA គេដាក់ទណ្ឌកម្ម GSP គេស្អីសពបែបយ៉ាងអំពើពុករលួយកើតឡើងពេញបន្ទុកដោយសារក្រុមអស់លោកហ្នឹងតា
ទី1គឺអស់លោកអត់ឃើញការរំលោភសិទ្ធិមនុស្សអស់លោកអត់ជួយកែអាចេញធ្លាក់ទឹកយកតែលុយប្រាក់ខែនេះអស់លោកប្រព្រឹត្តអំពើបាបកម្មធំណាស់បាបកម្មហ្នឹងគឺបាបកម្មថាបើមិនបានធ្វើអីសោះក៏យើងកុំចូលរួមបំផ្លាញដែរដូច្នេះការដែលចូលរួមទៅគណៈបកប្រជាជនកម្ពុជាគឺអស់លោកចូលរួមបំផ្លាញតែព្រោះអីគណៈបកប្រជាជនកម្ពុជាបើឯកោគឺបានន័យថានឹងខ្សោយទៅគឺថ្ងៃណាមួយនឹងរើខ្លួនឡើងរួចហើយដោយសារតែតតច្រកតែដល់អស់លោកចូលទៅប្រថាប់ត្រាវាធ្វើឲ្យគណៈបកនេះមានទឹកមាត់ប្រៃនៅក្នុងការទៅអួតប្រាប់សហគមន៍អន្តរជាតិថាណាកម្ពុជាមិនមែនឯកបកទេជាប្រទេសសេរីពហុបកតាមើលគណៈបក29ចូលរួមជាមួយនឹងគណៈបកប្រជាជនកម្ពុជាចង់បានអីទៀតក្រៃអានឹងសេរីអីក្រៃពហុបកខ្លាញ់ខ្លាយសុទ្ធសាធហើយអស់លោកចូលរួមប្រថាប់ត្រាដើម្បីគ្រប់គ្រងបញ្ហាឲ្យកើតឡើងទៅអត់កាន់ជើងខាងជនរងគ្រោះទៅកាន់ជើងខាងជនប្រព្រឹត្តអស់លោកសាកគិតមើលឧទាហរណ៍មានករណីរំលោភមួយជាជាងអស់លោកទៅរករឿងអ្នកដែលរំលោភដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះអស់លោកនាំគ្នាទៅចូលរួមចូលដៃការពារជនប្រព្រឹត្តថាអត់ទេម្នាក់ហ្នឹងគឺគេមនុស្សសិលធម៌ថ្លៃថ្នូរហើយរំលោភបន្តិចបន្តួចចឹងវាមិនបញ្ហាអីទេវាមិនអីទេបំភ្លេចទៅតែជិះចាប់ប៉ុណ្ណាទៅជនរងគ្រោះព្រោះច្បាប់អត់កាត់ទោសបែរទៅជាឲ្យជនរងគ្រោះទៅជាជនរងគ្រោះ2ដងហើយអ្នកប្រព្រឹត្តខ្លាយទៅជាអ្នកដែលរួចខ្លួនណាអានេះហើយគេហៅវប្បធម៌នីតិភាពវប្បធម៌ប្រព្រឹត្តខុសអត់មានទោសហើយចង្រៃណាចង្រៃមែនតើអ្នកដែលខាតមិនមែនអស់លោកទេប៉ុន្តែប្រជាពលរដ្ឋ18លានអ្នកដែលខាតបងហើយតិចទៀតទៅអស់លោកក៏ខ្លាយទៅជាជនរងគ្រោះដែរគ្រាន់តែអត់ទាន់ដល់វេនលោកបណ្ឌិតកែមលីលោកបាននិយាយឲ្យថាអ្នកក៏នឹងខ្លាយទៅជាជនរងគ្រោះដែរនៅអង្គើអយុធធម៌នេះគ្រាន់តែមិនទាន់ដល់វេនអ្នកនឹងក្រុមគ្រួសារអ្នកតែប៉ុណ្ណោះឥឡូវស្រែកជេរបចោឬក៏នេះមកក្តៅកាហាយពេញទឹកពេញដីបដាហើយរឿងហ្នឹងគឺវាជាអំពើជាយថាហេតុបងប្អូនពាក្យថាយថាហេតុគឺរឿងដែលនឹងវានឹងកាត់ឡើងដោយឯងដោយសារតែអំពើប្រព្រឹត្តរបស់អស់លោកចូលរួមគ្នាធ្វើបែបនេះអ្នកសាព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាចាំសុភាសិតខ្មែរបងប្អូនកុំបំពេញកុំប្រមាថប្រជាពលរដ្ឋខ្មែរលោកឈឺចាប់ប៉ុន្តែអស់លោកប្រមាថឥឡូវអស់ពីរឿងគណៈបកនយោបាយទាំង29ទៅជួយគ្រប់គ្រងគណៈបកកណ្ដាលអំណាចដើម្បីទៅអួតប្រាប់សហគមន៍អន្តរជាតិថាស្រុកខ្មែរមានប្រជាធិបតេយ្យមានសិទ្ធិមនុស្សមានភាពសេរីមានពហុបកអ្នកណាគេជឿយើងអ្នកណាគេជឿយើងជឿតែអស់លោកបោកប្រាស់ប្រជាពលរដ្ឋតាអ្នកណាគេជឿសហគមន៍អន្តរជាតិអត់មានអ្នកណាជឿទេគេថ្កោលទោសយើងតែរហូតតាចុះ EBA 20%គេគម្រាមនឹងកាត់ទៀតអា GSP ក៏គេដកអ្នករាយការណ៍ពិសេសក៏ថាអត់មានសិទ្ធិមនុស្សមានប្រជាធិបតេយ្យអីទេនៅកម្ពុជាហើយគេរហូតដល់ថាការបោះឆ្នោតហ្នឹងគ្មានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ដោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហជាតិមកកម្ពុជាយើងវាគឺអាក្រក់ដោយសារអស់លោកទាំងអស់ជួយគ្នាជ័យចាក់ទឹកហើយឥឡូវនៅពេលដែលដំណោះស្រាយអត់ទាន់មានអីសោះអ្នកទោសមនសិការ131នាក់នៅជាប់ពន្ធនាគារដោយសារអំពើអយុត្តិធម៌គណៈបកសង្គ្រោះជាតិគេរំលាយចោលសមាជិកក្រុមប្រឹក្សាគុំសង្កាត់គណៈបកសង្គ្រោះជាតិ2007នាក់រំលាយយកតំណែងគេយកទៅចែកគ្នាដូចនំតំណាងរាជ55នាក់អំពើអយុត្តិធម៌ចាប់លោកកម្មសខាដាក់ពន្ធនាគារ9ឆ្នាំឲ្យនៅក្នុងផ្ទះខ្លះនៅក្នុងគុកខ្លះស្កោតទោសពីបទក្បត់ជាតិស្អីឡាក់នឹងឡាក់ហើយសកម្មជនគណៈបកសង្គ្រោះជាតិតំណាងរាជអីសពបែបយ៉ាងបែកបាក់ខ្ញាច់ខ្ទីអស់ឆ្លោះគ្នារហូតដល់តែអន្តរាយខ្លាយទៅជាអំពើបែកបាក់ជាតិយ៉ាងធ្ងន់ធ្ងរឲ្យថៃមើងងាយខ្មែរវាយយកដីខ្មែរអស់76កន្លែងនេះសុទ្ធតែជាអំពើរបស់អស់លោកទាំងអស់ហ្នឹងតាហើយអត់ទាន់មានដំណោះស្រាយអីទាំងអស់ដំណោះស្រាយតែបន្តិចក៏អត់មានដែរអ្នកជាប់គុកអ្នកមនសិការវិញជាប់គុកដល់ថ្ងៃជួនកាលដល់ថ្ងៃហើយគ្រប់ឆ្នាំហើយអត់ដោះលែងទៀតអនុគ្រោះក៏គ្មានឲ្យនៅក្រៅឃុំបដោះអាសន្នក៏គ្មានបើអុកញ៉ាមហាមន្ត្រីបពពួកខ្លួនដោយថោងសារ៉ាត់លោកថោងសារ៉ាត់លោកគិតធៀងដែលជាបងប្រុសបង្កើតរបស់លោកគិតមេងដែលជាអុកញ៉ាមហាមន្ត្រីនៅស្រុកខ្មែរជាសកម្មជនគណៈបកប្រជាជនដល់ស្រួចស្រាលអីហ្នឹងណោះទៅបន្ទប់ VIP ឯណាណោះអត់ទាន់មានដំណោះស្រាយអីស្រាប់តែកញ្ញាកម្មមនោវិជ្ជាចូលទៅខាងរដ្ឋាភិបាលហើយគាត់ប្រាប់ថាទៅដើម្បីជួយដោះស្រាយបញ្ហាព្រំដែនដោះស្រាយបញ្ហាវិនិយោគតើបញ្ហាវិនិយោគដែលគេមិនបានមកវិនិយោគនៅស្រុកខ្មែរបញ្ហាព្រំដែនកើតឡើងដោយសារតែកញ្ញាកម្មមនោវិជ្ជាលោកកម្មសុខាឬក៏គណៈបកប្រឆាំងហ្នឹងមិនបានជួយអីដល់ប្រទេសកម្ពុជាឬក៏ដោយសារគណៈបកប្រជាជនកម្ពុជាអត់បានធ្វើអ្វីឲ្យប្រសើរដើម្បីឲ្យមានគេទុកចិត្តយើងដោយសារប្រព័ន្ធដឹកនាំមានអំពើពុករលួយងើបមួយវាយមួយកញ្ញាកម្មមនោវិជ្ជាក៏ដឹងដែរអំពើទាំងអស់នេះគឺកើតឡើងមកពីរបៀបដឹកនាំរដ្ឋរបស់រដ្ឋាភិបាលកម្ពុជារបស់តកូហ៊ុនដែលធ្វើបាបតកូលកំនឹងតាំងពីដើមមក9ឆ្នាំហើយអត់ទាន់មានដំណោះស្រាយសំបីតែបន្តិចព្រំដែនជាប់គាំងរដ្ឋាភិបាលគាត់តែថ្លែងសារថ្កោលទោសថៃនឹងជួនដំណឹងមិនទទួលស្គាល់បដិសេធ800ដងជាងអត់ទាន់មានបានដំណោះស្រាយអីទាំងអស់ហើយទៅសង្ឃឹមថាកញ្ញាកម្មមនោវិជ្ជាចូលទៅនឹងដោះស្រាយបញ្ហាព្រំដែននឹងនាំវិនិយោគិនមកប្រទេសកម្ពុជាវិញទៅនាំមកពីកាហេងមេឃណាវិនិយោគិនដែលមិនទៅរកស៊ីនៅស្រុកខ្មែរមិនមែនដោយសារតែក្រុមគ្រួសារតកូលកំទេហើយក៏មិនមែនដោយសារតែកញ្ញាកម្មមនោវិជ្ជានឹងមិនដែលនិយាយអីល្អពីស្រុកខ្មែរនោះដែរវាមិនមែនអញ្ចឹងទេ
អ្វីដែលកើតឡើងគឺដោយសារអំពើរបស់រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជារំលាយសិទ្ធិមនុស្សប្រជាធិបតេយ្យបោះឆ្នោតគ្មានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌ធ្វើទុកបុកម្នេញអ្នកសារព័ត៌មានអង្គការសង្គមស៊ីវិលសកម្មជនបរិស្ថានបំបែករំលាយមិនឲ្យគណៈបកប្រឆាំងចូលរួមបោះឆ្នោតរហូតដល់តែបោះឆ្នោតមានតែឯកបកគេថ្កោលទោសជុំទិសអំពើពុករលួយកើតឡើងពេញបន្ទុកដោយសារតែជិះសេះលែងដៃមានតែមួយគណៈបកធ្វើអីក៏គិតតែគ្នាគាត់បកពួកនិយមគ្រប់ក្រសួងមន្ទីរសំបីតែក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយកូនចៅលោកអោយយន្តទៀងមកសបុកនៅហ្នឹងទៅប្រយុទ្ធប្រឆាំងអំពើពុករលួយស្អីបើខ្លួនឯងចាញ់មកនឹងរលួយនៅលើគោកហ្នឹងស្ថាប័នជាតិមួយយកក្រុមគ្រួសារមកសបុក4នាក់ទាំងឪទាំងកូនឪមួយកូនប្រុស2កូនស្រី1ទៅនៅក្នុងក្រសួងប្រយុទ្ធប្រឆាំងអំពើពុករលួយដែលមានគ្នាប្រហែល20 30នាក់ហ្នឹងអញ្ចឹងបានន័យថាម៉េចស្ទើរតែកូនមកគ្រួសារក្រុមគ្រួសារដោះស្រាយនៅក្នុងក្រសួងមួយបើទោះជាអស់លោកស្អាតស្អំប៉ុណ្ណាក៏គេមើលឃើញមានវិមតិសង្ស័យថាមានភាពមិនប្រក្រតីវាមិនដែលក្រុមគ្រួសារឯណាមកសបុកទៅធ្វើការនៅក្នុងក្រសួងមួយហើយទៅប្រយុទ្ធប្រឆាំងអំពើពុករលួយបើថាកន្លែងណាមិនដឹងទេទៅនឹងកន្លែងហ្នឹងដល់អញ្ចឹងទៅវាពិបាកមែនតើកន្លែងក្រសួងអំពើពុករលួយគឺជាក្រសួងដែលជាទីទុកចិត្តមានសុចរិតភាពមានការដែលអត់មានអំពើពុករលួយបកពួកនិយមអីទេប៉ុន្តែក្រុមគ្រួសារគាត់ទៅមកសបុកនៅក្នុងហ្នឹងទាំងអស់ហើយអ្វីដែលកើតឡើងមកហ្នឹងមិនមែនខ្ញុំអ្នកថាទេនីតិរដ្ឋយើងបាតតារាងសិទ្ធិមនុស្សបាតតារាងអំពើពុករលួយណោះយើងនៅដើមគេលើតារាងមិនមែនបាតតារាងយើងនៅខ្ពស់ជាងគេដោយសារតែប្រទេសដែលពុករលួយជាងគេយើងនៅលើគេសេរីភាពសារព័ត៌មានបាតតារាងដោយសារតែយើងចុះទៅទីពេកហើយអំពើផ្សេងទៀតដឹកនាំតាមឯកបៈអីហ្នឹងយើងជាប់ឈ្មោះជាប្រទេសដែលដឹកនាំទាយាទជាគ្រួសារអីហើយទាំងអស់ហ្នឹងគឺជាកំហុសរបស់កម្មនុវិទ្យាឬក៏គ្រួសារតកូលកម្មគណៈបកសង្គ្រោះជាតិគេនាំគ្នាតស៊ូអាហ្នឹងមកយោហើយទាំងកញ្ញាកម្មនុវិទ្យាដែរអត់ទាំងបានផលសហគមន៍អន្តរជាតិគេមិនបានចង់និយាយថាគេដាក់សម្ពាធដាក់អីខ្លះដែរប៉ុន្តែវាអត់ទាន់បានផលសម្រេចទើបតែមកដល់តល់ច្រកលោកហ៊ុនសែនអត់ជំរឿសគណៈបកប្រជាជនកម្ពុជាដល់លងទឹកឆ្លក់ទឹកដោយសារតែអា scam online ផងដោយសារតែអាព្រំដែនគេយកអស់76កន្លែងផងដោយសារតែបញ្ហាសេដ្ឋកិច្ចផងបញ្ហាទេសចរបញ្ហាទេសចរអត់ទៅស្រុកខ្មែរហ្នឹងដោយសារកញ្ញាកម្មនុវិទ្យានិងលោកកឹមសុខាមិននិយាយល្អពីស្រុកខ្មែរអត់មានតាក់ទងនឹងគ្រួសារតកូលកម្មនៅក្នុងការដែលបំផ្លាញបញ្ហានេះសោះហេតុអីបានទៅជាបន្ទុករបស់គ្រួសារតកូលកម្មនេះត្រូវដោះស្រាយអាបន្ទុកនេះទៅវិញខ្ញុំកំពុងតែឆ្ងល់ហើយហេតុអីបានជាគិតថាឥទ្ធិពលរបស់គ្រួសារតកូលកម្មនេះនឹងអាចស្ដារអ្វីទាំងអស់នេះបាននៅពេលដែលយើងលបួសដល់ជំងឺមហារីកទៅហើយយើងយកបងលៀបតបៅយកទៅបិទកន្លែងរបួសបន្តិចបន្តួចហ្នឹងហើយយើងថាអត់អីទេជាបានអត់អីប៉ុន្តែអាជំងឺមហារីករឹតរួតដល់ថ្លើមប្រមាត់អស់ហើយវាត្រូវការ chemotherapy វាត្រូវការព្យាបាលដោយគីមីសាស្ត្របានជាបើនៅអញ្ចេះយើងល្អមើលតាមមួយផ្លែតហ្នឹងគឺបានប៉ុន្តែក្នុងខ្លួនតែប្រហែលខែទៀតស្លាប់អត់ហើយតែឲ្យគាត់ទៅធ្វើអីបាននៅពេលដែលគាត់អត់អាចជួយដោះស្រាយក្រុមគ្រួសារគាត់រួចផងទៅទូលភ្នំជាតិយ៉ាងម៉េចចឹងបានប្រជាពលរដ្ឋគិតថាគាត់ដូចគណៈបក29ដែលចូលជាមួយរដ្ឋាភិបាលចឹងជាជាងការជួយដើម្បីឲ្យរដ្ឋាភិបាលទាល់ច្រកដើម្បីឲ្យគាត់កែគ្មានអ្នកណាចង់ឲ្យរដ្ឋាភិបាលយើងរលាយទេព្រោះអីតែរលាយរដ្ឋាភិបាលប្រជាពលរដ្ឋ18លានអ្នកគ្នានឹងវេទនាងាប់ហើយគេអត់មានដែរគិតថាឲ្យរដ្ឋាភិបាលរលាយទេក៏ប៉ុន្តែដោយសាររដ្ឋាភិបាលអត់កែគេបន់ឲ្យរលាយទៅវិញព្រោះបើនៅក៏រលាយដដែលហ្នឹងប្រជាពលរដ្ឋខ្លោចផ្សាអញ្ចឹងហ្នឹងឥឡូវយើងមើលនៅពេលដែលមានបញ្ហាភ្ញៀវអត់មកស្រុកខ្មែរយើងថាអូមកពីចំនួនព្រំដែនមិនមែនទេភ្ញៀវអត់មកពីស្រុកខ្មែរដោយសារ scam online ដោយសារអំពើអបាយមុខដោយសារទណ្ឌកម្មអន្តរជាតិដោយសារបញ្ហាឧក្រិដ្ឋកម្មឧទាហរណ៍បាញ់សម្លាប់លោកលឹមកំយ៉ានៅកណ្ដាលក្រុងបាងកកថៃគេចាត់ការភៀនណយចាប់ដាក់គុកផ្ដន់ទាទោសអស់មួយជីវិត2នាក់ដែលជាខ្មែរជាឃាតករចូលរួមដៃឆៅដើម្បីឲ្យភៀនណយបាញ់សម្លាប់មកនៅស្រុកខ្មែរទាំងអស់អត់មានតាមដានអត់មានស៊ើបអង្កេតអីទាំងអស់មកដល់នេះមួយឆ្នាំជាងមួយឆ្នាំកន្លះមើលពេជ្រកំស្រិននៅណាបងអូនប្រុសបង្កើតរបស់លោកពេជ្រស្រស់ដែលប្រធានគណៈបកយុវជនកម្ពុជានៅណាហ៎លោកលីរតនរស្មីនឹងនៅណាអញ្ចឹងមកនៅក្នុងស្រុកខ្មែរបើនៅស្រុកថៃគេចាប់បានបាត់ហើយអញ្ចឹងគេចិត្តអូមានសន្តិភាពមានសុវត្ថិភាពមានអីមកពីណាគិតតកនៅថៃឃើញគេលាងស្អាតរបស់គេលាងស្អាតចឹងគេថាថៃអក្រិតកម្មមានពេញផ្ទៃប្រទេសតែគេចាប់បានថ្ងៃមុននឹងសម្លាប់ក្មេងជនជាតិរុស្ស៊ីប្រមាណអ្នក2អ្នកបងប្អូនសម្លាប់មកគ្រួសារ3អ្នកទៀតគេទៅចាប់មកក៏ក្រាបពិភពលោកគេខ្លាចព្រឺសបល់អក្រិតកម្មអីក៏សម្បើមនៅថៃអញ្ចឹងបាក់បោខ្លោបខ្លាចរត់មកខ្មែរមែនអត់ទេព្រោះអីគេបង្ក្រាបអក្រិតកម្មនាយករដ្ឋមន្ត្រីគេចុះទៅដល់ចាប់ប្រផាត់ប្រភីងហ្នឹងយកមកផ្ដន់ទាទោសប្រជាពលរដ្ឋគេស្ងប់ហើយថាអក្រិតកម្មប្រទេសណាក៏មានដែរអាមេរិកនេះច្រើនជាងគេផងប៉ុន្តែគេចាប់ជនដៃដល់ដាក់គុកបានយើងអក្រិតកម្មច្រើនជាងគេទៅទៀតនៅក្នុងលំដាប់ទី2នៅអាស៊ីបន្ទាប់ពីភូមាហើយយើងអត់បានចាប់ជនដៃដល់អញ្ចឹងភ្ញៀវទេសចរនៅណាមិនព្រឺសវល់ហើយឥឡូវនៅពេលដែលទេសចរយើងធ្លាក់ចុះនៅស្រុកខ្មែរយើងបន្ទោសពីបញ្ហាព្រំដែនចុះហេតុអីបានទេសចរនៅវៀតណាមកើនឡើងដល់ទៅ 15% ហើយហេតុអីបានជាថៃគេរក្សាភ្ញៀវទេសចរនៅកម្រិតអាចមួយឆ្នាំ30លានអ្នកបានយើងចុះជាង 50% ដោយសារតែប្រព័ន្ធដឹកនាំរដ្ឋយើងមិនមែនដោយសារគណៈបកប្រឆាំងទេគណៈបកប្រឆាំងហ្នឹងគឺដោយសារតែគាត់រំលាយគណៈបកប្រឆាំងហ្នឹងបានចង្រៃអញ្ចឹងណាវាអញ្ចេះទៀតបើសិនជានៅអត់សូវអីវិញទេដូចថាថៃក៏មិនងាយផ្កើនមើងងាយខ្មែរដែរដោយសារយើងបែកបាក់ជាតិតិចទីអស់ហ្នឹងបានជាគេហ៊ានមើងងាយហើយឥឡូវដល់ពេលកញ្ញាកម្មនុវិទ្យាចូលទៅខាងគណៈបកប្រជាជនកម្ពុជាវាដូចគណៈបកនយោបាយទាំង29ដែលសហគមន៍អន្តរជាតិគេកំពុងតែកោតទោសថាគ្មានសេរីគ្មានពហុបកគ្មានស្អីទេការបោះឆ្នោតហ្នឹងប្រឡំតែគ្នាឯងហ្នឹងយក20ជាងហ្នឹងចូលទៅរាយការណ៍ប្រាប់សហគមន៍អន្តរជាតិនេះ
គណៈបក29គេធ្វើការមួយរដ្ឋាភិបាលកើតអត់តែគណៈបកសង្គ្រោះជាតិមួយហ្នឹងងាប់មែនហ្នឹងលោកសុកអេសានអត់គណៈបកមួយហ្នឹងងាប់មែនមាន29ប្រជាធិបតេយ្យក្រែងសំដៅទៅលើតួលេខច្រើនណាគេយកបរិមាណអត់យកគុណភាពទេគណៈបក29នេះបបោកចូលគ្នាទៅវាអត់ស្មើនឹងគណៈបកប្រឆាំងទៅបកកើតមួយដូចជាគណៈបកត្រតស្អីចំនួនថ្មីឬក៏កម្លាំងជាតិនេះអីផងទេព្រោះអីពួកគាត់ទៅប្រថាប់ត្រាធ្វើឲ្យតែប្រជារាស្ត្រក្តៅក្រហាយឲ្យតែរដ្ឋាភិបាលមានកម្លាំងដើម្បីបង្ក្រាបដើម្បីធ្វើទុកបុកម្នេញប្រជាពលរដ្ឋទៀតព្រោះអីអាងយកគណៈបកទាំងអស់នេះយកទៅអួតប្រាប់អន្តរជាតិថាកុំដាក់ទណ្ឌកម្មខ្ញុំកុំមករករឿងខ្ញុំព្រោះនៅស្រុកខ្មែរមានសេរីពហុបកឯពហុបកច្រើនណាចូលរួមមានអាណាហាមគាត់ទេហាមគាត់1 2អីដោយសារគាត់ប្រព្រឹត្តខុសច្បាប់អីនឹងដាក់ចឹងទៅទៀតទៅរំលាយដោយសារខុសច្បាប់អីចោះបើគណៈបកគេអត់ទាំងរករឿងអ្នកដទៃទៀតហេតុអីបានថាគេរំលោភច្បាប់ទៅប្រាប់អន្តរជាតិស្មានតែគេជឿអន្តរជាតិដែរលោកមានគណៈបកនៅស្រុកខ្មែរនេះ500គណៈបកទៀតដែរក៏គេថាអត់មានសេរីពហុបកអីដែរព្រោះអីសិតតែគណៈបកត្រជើងក្រែគេចឹងណាឥឡូវដល់ពេលគេចង់ឲ្យដាក់ទណ្ឌកម្មចង់ឲ្យគណៈបកប្រជាជនឯកោមានគណៈបកទាំងអស់នេះទៅជួយទប់ជើងក្រែឥឡូវនៅពេលដែលគណៈបកប្រជាជនកម្ពុជាកំពុងតល់ច្រកធ្លាក់ទឹកសម្ពាធអន្តរជាតិគ្រប់បែបយ៉ាងដែលកំពុងសន្ធាប់ទាំងព្រំដែនទាំងស្កែមទាំងអីនឹងមកអស់ទៅឲ្យគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិគណៈបកប្រជាជននិងរដ្ឋាភិបាលកម្ពុជាដាំក្បាលចុះឲ្យគឺជាមួយទៅបាតសមុទ្រហើយស្រាប់តែចាញ់ក្រុមកញ្ញាកម្មមនោវិជ្ជានិងតកូលកម្មនេះទៅជួយត្រឲ្យអណ្ដែតមកវិញត្រូវចាំណាបងប្អូនណានៅពេលដែលគណៈបកកាន់អំណាចមិនព្រមកែរំលោភសិទ្ធិមនុស្សបំផ្លាញត្រួតធម្មនុញ្ញអីសពបែបយ៉ាងឲ្យលិចទៅបាតសមុទ្រណាវាជាកម្មអកុសលសម្រាប់គណៈបកប្រជាជនទេប៉ុន្តែវាជាពរជ័យសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំង18លានអ្នកទេតើហើយដល់តែពេលយើងជាគ្រូសាតកូលកម្មនេះទៅជួយលើកឲ្យគាត់អណ្ដែតមកវិញយើងថាជួយជាតិលើកឲ្យពួកគាត់អណ្ដែតមកវិញដើម្បីឲ្យគាត់មានអំណាចនោះទៅអួតប្រាប់សហគមន៍អន្តរជាតិថាកុំអាចដាក់ទណ្ឌកម្មខ្ញុំណាព្រោះអីខ្ញុំមានវប្បធម៌សន្តានាសាសភាជាតិហើយជាមួយក្រុមគ្រួសារតកូលកម្មនេះដែលខ្ញុំធ្វើទុកបុកម្នេញគាត់9ឆ្នាំមកឥឡូវយើងចាប់ដៃគ្នាបានតើយើងធ្វើការជាមួយគ្នាបានតើប៉ុន្តែកុំភ្លេចណាកញ្ញាកម្មមនោវិជ្ជាយើងទៅជួយលើកឲ្យគណៈបកប្រជាជនអណ្ដែតមកនេះណាគឺយើងបំផ្លាញសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋច្រើនដោយសារអីព្រោះយើងអត់បានទៅជួយឲ្យគណៈបកប្រជាជនកម្ពុជានេះរកយុត្តិធម៌សូម្បីតែក្រុមគ្រួសារកញ្ញាកម្មមនោវិជ្ជានោះអត់ទាំងបានផងទៅរកយុត្តិធម៌ឯណាសង្គ្រោះជាតិឯណាទៅដល់ទូទាំងប្រទេសនោះឥឡូវមើលឪពុករបស់នាងមើលនៅអត់មានសិទ្ធិធ្វើនយោបាយអស់មួយជីវិតលោកកម្មសខាអត់មានសិទ្ធិធ្វើនយោបាយអស់មួយជីវិតហើយយើងចូលទៅហ្នឹងគឺចូលទៅឲ្យគណៈបកប្រជាជនកម្ពុជាមានដង្ហើមដកមកបន្ទុះទៀតដោយសារអីទៅប្រាប់អន្តរជាតិថាអូយកុំអាលដាក់ទណ្ឌកម្មខ្ញុំកុំអាលធ្វើបាបខ្ញុំអីដោយសារអីឥឡូវនេះក្រែងចង់ឲ្យខ្ញុំសម្រួលខាងគណៈបកប្រឆាំងឥឡូវនេះកញ្ញាកម្មមនោវិជ្ជាមកធ្វើការឲ្យរដ្ឋាភិបាលឲ្យទូនាទីកូនស្រីរបស់មេបកប្រឆាំងលោកកម្មសខាទៀតមិនដែរប៉ុណ្ណឹងអត់យកអញ្ចឹងអាហ្នឹងគេបង្រួមជាតិហ៎នេះជាការបោកប្រាស់សុទ្ធសាធហើយកញ្ញាកម្មមនោវិជ្ជាចូលទៅនឹងគឺដើម្បីជួយឲ្យគណៈបកប្រជាជនកម្ពុជាមានដង្ហើមដកតទៅទៀតសួរថាខុសទេវាអត់ខុសទេសម្រាប់គណៈបកប្រជាជនកម្ពុជាចង់បានដង្ហើមសួរថាខុសទេវាអត់ខុសទេសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលគិតថាទេបើសិនជាគណៈបកប្រឆាំងគណៈបកប្រជាជនកម្ពុជាអត់កែសោះអត់ស្ដារសិទ្ធិមនុស្សអត់ស្ដារប្រជាធិបតេយ្យអត់ដោះលែងអ្នកទោសមនសិការអត់ធ្វើស្អីសពបែបយ៉ាងរួចទៅរូបភាពជាមួយក្រុមគ្រួសារតកូលកម្មនឹងនៅតាំងផ្អឹសទៀតចប់ហើយគេនឹងដាក់ទណ្ឌកម្មយើងងាប់ហើយដូច្នេះអ្នកមួយចំនួនក៏គិតថាល្អមួយយ៉ាងដែរយ៉ាងហោចណាស់ក៏សហគមន៍អន្តរជាតិអាចនឹងយល់ថារឿងនេះប្រសើរបន្តិចដែរចាំមើលបន្តិចសិនកុំអាចដាក់ទណ្ឌកម្មធ្វើឲ្យគណៈបកប្រជាជនកម្ពុជាទិញពេលវេលាបានដើម្បីឲ្យមានដង្ហើមដកដល់ពេលមានដង្ហើមដកគឺបានន័យថាម៉េចបងប្អូនគឺមានកម្លាំងងើបមួយវាយមួយមានកម្លាំងបង្ក្រាបគណៈបកប្រឆាំងមានកម្លាំងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សប្រជាធិបតេយ្យនៅបានរស់ក្រោមគេហៅថាជាមខ្លាពាក់ស្បែកជាមសំទោសជាមខ្លាពាក់ស្បែកជាមបាទគឺបន្លំថាខ្លួនអត់អីទេ slow តាមពិតចាំដល់ឱកាសគឺកញ្ញិតយកទៀតហើយអានេះរឿងប្រជាពលរដ្ឋខកចិត្តរឿងហ្នឹងទេវាមិនមែនរឿងអីគេទៅទាស់ចិត្តអីរឿងជួយជាតិមិនជួយជាតិអ្នកណាតែចឹងបានថាខ្ញុំអ្នកនយោបាយមិនគួរណាធ្វើនយោបាយប្រជាពិធបោកប្រាស់ប្រជាពលរដ្ឋសោះយើងទៅប្រើពាក្យថាអ្នកណាដែលខ្ទាស់នឹងសន្តិភាពសុទ្ធតែជាអ្នកចង្រៃអ្នកស្អប់សន្តិភាពតើនៅលើโลกនេះអ្នកណាដែលស្អប់បាយអត់ហូបបាយបើយើងរស់ដោយសារហូបបាយអ្នកណាមិនចង់បានសន្តិភាពហើយយើងទៅនិយាយថាអូខ្ទាស់រដ្ឋាភិបាលគឺខ្ទាស់សន្តិភាពវាមិនមែនអញ្ចឹងទេសន្តិភាពគឺតតែមានយុត្តិធម៌សន្តិភាពតតែប្រជាពលរដ្ឋហ្នឹងគឺមានសិទ្ធិសេរីភាពគ្រប់គ្រាន់នៅក្នុងការបញ្ចេញមតិមិនមែនងើបមួយវាយមួយទេសន្តិភាពតែមួយក្រុមតើសន្តិភាពអីទៅហើយគេមិនចង់បានសន្តិភាពបែបហ្នឹងទេសម័យខ្មែរក្រហមស្មើគ្នាច្រាញ់អាវខ្មៅបប3ពេលហើយយើងគិតថាប៉ុណ្ណឹងអត់ស្មើគ្នាទៀតចង់បានអីទៀតប៉ុណ្ណឹងចង់បានអីទៀតតើមានប្រជាពលរដ្ឋខ្មែរនៅក្នុងសម័យខ្មែរក្រហមប្រហែលអ្នកដែលគិតថាសម័យខ្មែរក្រហមអត់មានសន្តិភាពពេញផ្ទៃប្រទេសអត់មានសង្គ្រាមស្អីឯណាមកច្បាំងវាយគ្នាសង្គ្រាមស៊ីវិលនៅក្នុងជួររបបខ្មែរក្រហមអត់ទេមានតែព្រំដែនទិញទួចជាមួយយួនឯងទិញទួចដែលខ្មែរក្រហមចង់វាយទៅដល់ខ្មែរកម្ពុជាក្រមអីអាហ្នឹងប៉ុន្តែនៅក្នុងនោះសន្តិភាពពេញផ្ទៃប្រទេសវាអត់មានសង្គ្រាមបាញ់គ្នារហូតប្រផាត់ប្រភីងអីទេទៅធ្វើការងារនៅសហគមន៍ប្រជុំបាយបប3ពេលហ្នឹងគឺមានតែអញ្ចឹងស្មើគ្នាច្រាញ់អាវខ្មៅដូចគ្នាសន្តិភាពពេញទៅមើលតើប្រជាពលរដ្ឋសប្បាយចិត្តទេសួរមើលប្រជាពលរដ្ឋខ្មែរប្រមាណអ្នកក្នុងសម័យខ្មែរក្រហមដែលមានសន្តិភាព
រួចផុតពីការធ្វើសង្គ្រាមតែអត់បានសប្បាយបាក់ស្បាតមកដល់ឥឡូវអ្នកណាក៏ឈឺចាប់នៅក្នុងរបបខ្មែរហើយគណៈបកប្រជាជនកម្ពុជានេះគឺជាអ្នកបកកាយយករបបខ្មែរក្រហមនឹងមកបន្លាចប្រជាពលរដ្ឋថាអញ្ចឹងចង់បានអញ្ចឹងទៀតមែនចង់បានរបបខ្មែរក្រហមអញ្ចឹងទៀតមែនប៉ុន្តែផ្ទុយទៅវិញយើងអត់ដែលឲ្យប្រជាពលរដ្ឋនឹងមានគេហៅសន្តិភាពទាំងផ្លូវចិត្តផ្លូវកាយសេរីភាពសពបែបយ៉ាងយុត្តិធម៌សង្គមបើគ្មានយុត្តិធម៌ទេគ្មានទេសន្តិភាពហើយបើមានសន្តិភាពហើយអត់យុត្តិធម៌គឺពីរហ្នឹងទៅដូចចង្វាក់ស្លូអញ្ចឹងបងប្អូនរំមានគ្នាពីរនាក់មិនមែនភាសាខ្ញុំទេភាសារបស់លោក Martin Luther King ដែលជាអ្នកតស៊ូមតិដ៏ស្វិតស្វាញរបស់សហរដ្ឋអាមេរិកហើយត្រូវគេធ្វើឃាតដោយសារតែទាមទារឲ្យមានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស៊ីវិលនេះឯងអញ្ចឹងហើយបានជាខ្ញុំនិយាយថាការដែលជួយទៅការធ្វើការឲ្យរដ្ឋាភិបាលវាមិនមែនជារឿងខុសឆ្គងទេប្រយោជន៍ជាតិអ្នកណាក៏ចង់បានហើយកុំទៅនិយាយគេថាអូខ្ទាស់កញ្ញាកម្ពុជាប្រជាទៅធ្វើការឲ្យប្រយោជន៍ជាតិអត់មានអ្នកណាគេខ្ទាស់ទេកុំឲ្យយកក្រូចលាយជាមួយប៉មអត់មានអ្នកណាស្អប់សន្តិភាពទេអ្នកណាក៏ស្រឡាញ់សន្តិភាពដែរប៉ុន្តែកុំឲ្យសន្តិភាពក្នុងការបោកបន្លំយើងយកសន្តិភាពជាលេសតែបង្ក្រាបគេងើបមួយវាយមួយនៅក្នុងសង្គមសន្តិភាពអ្នកណាធ្វើអីប្រឆាំងបាក់ខ្លួនឯងជាប់គុកបាក់ខ្លួនឯងជេរបចោលបាបសារយ៉ាងម៉េចក៏រួចខ្លួនអំពើអយុត្តិធម៌ក្រុមឯងប្រព្រឹត្តរួចខ្លួនក្រុមគេនិយាយតែបន្តិចធ្វើបែបបន្តិចធ្វើបាបទៅទុកបុកម្នេញគេអានឹងមិនសន្តិភាពទេគឺសន្តិភាពបោកប្រាស់ដូចគ្នាដែរកសាងជាតិមិនមែនជាការកសាងជាតិទេយើងចូលទៅនេះគឺដើម្បីលៀបសការៈបុគ្គលសួនតួក្រុមគ្រួសារឯងតែប៉ុណ្ណោះព្រោះអីបើជាតិគឺយើងត្រូវតស៊ូដើម្បីឲ្យអ្នកទោសមនសិការបានដោះលែងគណៈបកសង្គ្រោះជាតិបានរស់ឡើងវិញលោកកម្មសខាទទួលបានយុត្តិធម៌សងសំណងជំងឺចិត្តរបស់គាត់និងប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកចំពោះអំពើរបស់រដ្ឋាភិបាលដែលរំលោភបំពានធ្វើឲ្យមុខមាត់កម្ពុជាអាប់លើឆាកអន្តរជាតិធ្វើឲ្យ scam online ក៏ក្រាបធ្វើឲ្យសេដ្ឋកិច្ចខ្មែរធ្លាក់ពី7%មកនៅ 3% ធ្វើឲ្យខ្មែរបាត់ភ្ញៀវ 50% ធ្វើឲ្យអំពើពុករលួយពេញបន្ទុកធ្វើឲ្យស្អីសពបែបយ៉ាងទាំងអស់នេះគឺអត់ទាន់បានស្ដារអីទាំងអស់ហើយទៅចូលទៅជួយនឹងជួយអីគេគឺយើងជួយក្នុងករណីដែលបង្ហាញឲ្យគណៈបកប្រជាជនកម្ពុជាយល់លេសដើម្បីប្រាប់ប្រជាពលរដ្ឋជាពិសេសសហគមន៍អន្តរជាតិថាកុំដាក់ទណ្ឌកម្មបងប្អូនគ្មាននរណាចង់ឲ្យដាក់ទណ្ឌកម្មកម្ពុជាទេព្រោះតែដាក់ទណ្ឌកម្មកម្ពុជាប្រជាពលរដ្ឋ18លានអ្នកស្លាប់តកូលហ៊ុនតកូលអីនេះ100ជាតិទៀតក៏អស់លុយចាយដែរអត់ស្លាប់ទេក៏ប៉ុន្តែគេយកលេសយកប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំងថាដាក់មកស្លាប់ប្រជាពលរដ្ឋចឹងណែឯងធ្វើបាបខ្ញុំស្លាប់ប្រជាពលរដ្ឋណែចង់ឲ្យខ្ញុំកែឥឡូវខ្ញុំកែហើយឥឡូវបានកញ្ញាកម្មនុវិទ្យាមកពីក្រុមបកប្រឆាំងទៀតមិនអានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋគ្នាអស់សង្ឃឹមខកចិត្តអីហ្នឹងឲ្យកុំបន្ទោសគ្នាព្រោះយើងនៅខាងការដឹកនាំផ្ដាច់ការចង់គ្នាអស់សង្ឃឹមទៀតហើយអូដូចគណៈបកនយោបាយ29ទៅប្រថាប់ត្រាឲ្យគណៈបកប្រជាជនធ្វើបាបគណៈបកដទៃទៀតហើយរករឿងគេទៀតហើយអាងគ្នាឯងគ្នាច្រើនមានឃើញបរាជ័យក្នុងការតម្លើងប្រាក់ខែកម្មករទេបងប្អូនសហជីពមាន6000នៅស្រុកខ្មែរសហជីពមាន6000សហជីពដែលតស៊ូមតិដើម្បីតម្លើងប្រាក់ខែមានតែ5ទេនៅស្រុកខ្មែរដឹកនាំដោយអ្នកស្រីយ៉ាងសុភ័ណ្ឌឧទេប៉ូលីនខុនថារ៉ូលោកអាត់ធុនកញ្ញាឈឹមស៊ីថយវិញរាប់ទៅអត់ផុតម្រៀមលោកវុនពៅរាប់ទៅអត់ទាំងគ្រប់ម្រៀមដៃខ្ញុំផងតែគេគិតថាមាន6000ដល់ពេលចូលទៅចរចាតម្លើងប្រាក់កម្មករសហជីពដែលការពារសិទ្ធិកម្មករថាឥឡូវដាក់ទៅ250អីយ៉ាងហោចក៏សំថាវាមិនគ្រប់ទេក៏ប៉ុន្តែ250ខាងសហជីពប្រមាណ1000គេនោះគេថាអត់ទេអត់ឡើងបានទេប៉ុណ្្នឹងហើយតែឡើងគេបិទរោងចក្រ210នៅ210ហ្នឹងទៅអានទំនិញឡើងដល់ណាហូចគេថាសំលេងភាកច្រើនឈ្នះសំលេងភាកតិចអាភាកច្រើននេះ10មួយយូរទេបងប្អូនអាភាកតិចនេះបានពេញទំហឹងបឹបហ្មងចឹងបានថាយើងឲ្យតម្លៃខ្ញុំសរសើរគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាបកកាយបោកគឺបោកនៅពេលដែលចង់និយាយពីចំនួនគឺយើងយកអាចំនួនតិចចំនួនច្រើនហ្នឹងមកនិយាយអូចំនួនតិចចំនួនច្រើនតទៅពេលមានការអីកុំយកដើមឈើពីបេដើមធ្វើជាព្រៃប្រជាធិបតេយ្យគេអញ្ចឹងប្រជាធិបតេយ្យគឺការឲ្យតម្លៃគ្រប់សំឡេងទាំងអស់សូម្បីតែសំឡេងមួយអានោះបានជាហៅថាប្រជាធិបតេយ្យអត់បង្ក្រាបគេឬក៏ឃើញគេសំឡេងតិចជាងខ្លួនចុះបើសិនជាដូចអញ្ចឹងមែនងាប់ហើយបើសិនជាអ្នកឯងថាអូដើម្បីឲ្យមានបាតកម្មឲ្យកក្រើតពេញផែនដីដើម្បីឲ្យដឹងនរណាខ្លាំងបើខាងអ្នកតវ៉ាពីបញ្ហារំលោភដីធ្លីមាន10នាក់យើងទៅជួលមនុស្សឲ្យបាន5000នាក់មកដើម្បីប្រាប់ថាកុំធ្វើបាតកម្មរដ្ឋាភិបាលធ្វើត្រូវហើយស្រាប់ទៅស្ដាប់អាក្រុមគេជួលមក5000នាក់ហ្នឹងថាឃើញទេគេគ្រប់គ្រងរដ្ឋាភិបាលធ្វើត្រូវអញ្ចឹងឲ្យជនរងគ្រោះមួយវងដែលគ្នា4 10នាក់ដែលគ្នាក្រីក្រខ្វះខាតហ្នឹងស្របតាម5000នាក់ទៅថាកុំតវ៉ាឲ្យដីបាត់អស់អញ្ចឹងអូហ្នឹងប្រជាធិបតេយ្យអីក៏អាក្រក់ខុសគេម្លេះលោកបាទខ្ញុំស្លេះរឿងហ្នឹងត្រឹមប៉ុណ្ណឹងចង់ព័ត៌មាន